Chào Chang, mấy tóm để bạn đào tam con ý ở rộp sậpឆ្នាំតើគេជាអ្នកណាហើយមកពីណាជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាដែលកំពុងតែស្ដាប់ថ្ងៃនេះនាំរឿងវិភាគអ្នកក្លាហានមានតួអង្គថ្មីគឺជាឆាងគាត់គ្មានឈ្មោះហៅក្រៅនោះទេមានបងប្អូនមួយចំនួនប្រហែលជាបានស្គាល់ហើយបងប្អូនមួយចំនួនទៀតប្រហែលជាមិនសូវចាប់អារម្មណ៍ជាមួយនឹងតួអង្គម្នាក់នេះទេដោយសារតែគាត់មិនសូវបានបង្ហាញមកនោះទេនៅក្នុងរឿងសាមកុក2010គាត់គឺជាមេតបដៃស្ដាំរបស់កូនអ៊ីដែលបានស្លាប់ Pater ទៅផងជាឆាងគឺជាអតីតក្រុមកន្សែងលឿងដែលបះបោរនៅក្នុងដើមភាគនៃរឿង Three Kingdom ឬក៏រឿងនគរទាំង3នៅក្នុងឆ្នាំ2010ដែលយើងបានមើលមានក្រុមកន្សែងលឿងបះបោរជាឆាងគឺគាត់មកពីក្រុមកន្សែងលឿងដែលបានបះបោរជាមួយនឹងជនជាតិឈៀងក្រោយមករាជការក៏បានបង្ក្រាបក្រុមកន្សែងលឿងទៅវិញជាឆាងក៏បានធ្លាក់ខ្លួនធ្វើជាចោរនៅភ្នំមួយកន្លែងជាឆាងធ្លាប់បានជួបជាមួយនឹងកូនអ៊ីម្ដងរួចទៅហើយនៅពេលដែលគាត់បះបោរប៉ុន្តែនៅក្នុងសាច់រឿងសាមកុក2010គឺគេមិនបាននិយាយនោះទេថាជាឆាងធ្លាប់ជួបកូនអ៊ីជាឆាងបាននិយាយថាគាត់ធ្លាប់ទៅលឺគេឈ្មោះរបស់លោកមេតបកូនអ៊ីតែមិនដែលបានជួបនោះទេពេលដែលបានជួបនៅក្នុងភ្នំដែលគាត់បានធ្វើចោលហ្នឹងក៏បានសុំកូនអ៊ីដើរតាមជាមួយនៅក្នុងឯកសារខ្លះជាឆាងគឺគាត់មិនមាននៅក្នុងប្រវត្តិសាស្ត្រនោះទេគាត់គឺជាតួអង្គដែលគេបន្ថែមដូចជាស៊ីងតាយ៉ុងដែរនៅក្នុងប្រឡោមលោកតែប៉ុណ្ណឹងគាត់មិនមាននៅក្នុងប្រវត្តិសាស្ត្រពិតនោះទេអញ្ចឹងហើយជើឆាងគឺគាត់គ្មានឈ្មោះហៅក្រៅនោះទេជើឆាងពេលដែលគាត់ធ្លាក់ខ្លួនជាចោលគឺគាត់បានកាន់កាប់ភ្នំអ៊ុយនីវជាមួយនឹងគ្នាគាត់ម្នាក់ទៀតឈ្មោះថាបៃយ៉ានសាវពួកគាត់ត្រូវបានគេទទួលស្គាល់ថាជាមនុស្សដែលមានកម្លាំងខ្លាំងក្លាមិនអន់នោះទេពេលដែលកូនអ៊ីបានចាក់ចេញពីឆាវទៅរកលីវប៉ៃតាមផ្លូវជើឆាងក៏បានជួបជាមួយនឹងកូនអ៊ីហើយក៏បានលោតជង្គង់សុំអង្វរកូនអ៊ីដើរតាមរហូតដល់កូនអ៊ីយល់ព្រមហើយក៏ឲ្យដើរតាមជាមួយកូនអ៊ីបានឲ្យគាត់ធ្វើជាអ្នកដឹកសេះហើយនឹងកាន់កំបិតចន្ទ្រាអ្នកខៀវរបស់គាត់ជើឆាងមិនត្រឹមតែមានវិជ្ជាគុណហើយនឹងកម្លាំងខ្លាំងនោះទេគាត់ក៏ជាអ្នកបើកទុកដល់ពូកែម្នាក់ដែរក្រោយពេលសង្គ្រាមរវាងកូនអ៊ីជាមួយនឹងកងទ័ពឆាវនៅឯក្រុងហ្វាងវីដេអូមុនខ្ញុំបាននិយាយទាក់ទងនឹងសង្គ្រាមមួយហ្នឹងគឺជាវីដេអូប្រវត្តិរបស់ Pater ពេលហ្នឹងគឺជើឆាងគាត់បានដឹកនាំទ័ពជើងទឹកហើយក៏បានចាប់យក Pater បានទៀតផងគាត់មានគុណសម្បត្តិច្រើនពេលហ្នឹងនៅក្នុងរឿងសាមកុក2010ខ្ញុំចាប់អារម្មណ៍ចំណុចមួយពេលដែលជើឆាងគាត់បានទៅតាមជាមួយនឹងកូនអ៊ីនិយាយពីរឿងកាត់ស្រុកធំទាំង3មានដូចជាលីងឆាងសានិងគួយយ៉ាងជាមួយដល់ពេលហ្នឹងដូចជានិយាយជាមួយនឹងលូស៊ូជាឆាងគាត់បានទៅនៅចិត្តកួនអ៊ីហើយគាត់បាននិយាយខុសមួយម៉ាត់ធ្វើមេតបខាងឈៀងតុងក៏មានប្រតិកម្មត្រៀមអាវុធចង់សម្លាប់កួនអ៊ីហើយក៏ត្រូវកួនអ៊ីដេញចេញមកក្រៅតែម្ដងពេលហ្នឹងគាត់ទៅនៅឯខាងក្រៅក៏មានកងទ័ពរបស់ជីងជើដែរគឺកងទ័ពរបស់កូនភីងដឹកនាំទៅជាកងទ័ពជើងទឹកព្រោះទៅការពារជីវិតរបស់កូនអ៊ីយើងដឹងហើយមើលនៅក្នុងសាមកុក2010ខាងឈៀងតុងគឺគេគ្មានចេតនាឲ្យកូនអ៊ីមកវិញទេពេលហ្នឹងក៏តែកូនអ៊ីក៏បានយល់ព្រមកាត់ស្រុកធំទាំង3ឲ្យសិនមិនទាន់កាត់ជីងជើឲ្យទេជើឆាងក្រោយពេលដែលគាត់បានទទួលដំណឹងថាកូនអ៊ីជាមួយនឹងកូនភីងត្រូវបានចាប់ខ្លួនទៅប្រហារជីវិតនៅឯជីងជើពេលដែលចាញ់សង្គ្រាមជាមួយនឹងលីម៉ង់គាត់ក៏បានធ្វើអត្តឃាតខ្លួនឯងប៉ុន្តែនៅក្នុងរឿងសាមកុក2010គឺគាត់បានច្បាំងស្លាប់ជាមួយនឹងកូនភីងហើយនឹងកូនអ៊ីជាមួយនឹងតបប្រមាណអ្នកទៀតពេលហ្នឹងគឺលីម៉ង់បានហុំព័ទ្ធក្រុងនឹងចិត្តបាត់ទៅគាត់ក៏ច្បាំងដល់ស្លាប់ហើយនេះគឺជាប្រវត្តិខ្លីរបស់ជើឆាងចំពោះបងប្អូនដែលបានស្ដាប់តើមានអារម្មណ៍យ៉ាងណាចំពោះតួអង្គមួយនេះចំពោះខ្ញុំគឺខ្ញុំចូលចិត្តគាត់ឲ្យតែមនុស្សស្មោះត្រង់គឺខ្ញុំចូលចិត្តហើយនៅក្នុងរឿងហ្នឹងជើឆាងគឺគាត់ស្មោះត្រង់ចំពោះកូនអ៊ីគាត់ធ្លាប់ជួបកូនអ៊ីហើយគាត់និយាយថាមួយជីវិតនេះឲ្យតែបានដើរតាមកូនអ៊ីដឹកសេះក៏គាត់ព្រមដែរគឺគាត់នឹងស្លាប់ទៅដោយបិទភ្នែកចិត្តហើយក្រោយពេលដែលគាត់បានដើរតាមកូនអ៊ីមកក៏គាត់ទទួលបានការងារធ្វើច្រើនគាត់បានឡើងធ្វើជាអ្នកការពារកូនអ៊ីចំណិតគឺជាអ្នកកាន់កំបិតចន្ទ្រាអ្នកខៀវឲ្យកូនអ៊ីហើយក៏ជាអ្នកដឹកសេះឲ្យកូនអ៊ីអញ្ចឹងគឺគាត់រើសម្ចាស់ត្រូវជើឆាងគាត់បានសម្រេចចិត្តត្រូវដូចនឹងចៅជីឡុងសម្រេចចិត្តមកតាមលីវប៉ៃដែរហើយគាត់គឺជាមនុស្សស្មោះត្រង់ចំពោះម្ចាស់ខ្លាំងចំពោះកូនភីងហើយនិងកូនអ៊ី
Một ní nhom man vậy hay tháp pel lại quân y trai cái chập luôn bán chơi sáng có quạt bán thử ăn kiệt luôn anh quạt mình prom cho chanh sập trai tế hay có quạt mình prom từ bầm ra để nạt tiệt đại quạt smart chất phơi ăn kiệt luôn anh tầm đó nhom bắt chỉ chơi chất quạt phơi cháu để xa tại tôi chó khuyên play rồi hư thế bà quạt mình thấy cháuคือquạt nâng trai slap cháu không mọi là tam play chẳng hay có quạt cà phê để Richka bóc bao chanh Richka hay có quạtตลอดmột thời cháu plon ใน ក្នុង ព្រៃ តបមក គាត់ ជួប គុណអ៊ី គាត់ ក៏ កែ ខ្លួន មក ធ្វើ ជា មេតប ឬ ក៏ ទាហាន ដើម្បី ជួយ ប្រជា រាស្ត្រ វិញ នេះ គឺជា រឿង ត្រឹមត្រូវ មនុស្ស ដែល ដឹង ខុស ចេះ កែ ហើយ បងប្អូន នឹង និយាយ ថា តើ ហេតុ អី បាន ជា គាត់ បះបោ ជាមួយ នឹង ក្រុម កន្សែង លឿង បើ សិន ជា គាត់ ស្មោះ ត្រង់ នឹង Richka ត្រឹម ត្រូវ ពេល ហ្នឹង មិន មែន មាន ត្រូវ ក្រុម កន្សែង លឿង បះបោ ទេ មាន ជន ជាតិ សំនូមាន ជន ជាតិ លៀង គឺ អ្នក ស៊ី លៀង ហ្នឹង ឯង ហើយ ក៏ មាន កន្សែង លឿង ទៀត គឺ ច្រើន បះបោ ដោយ សារ តែ Richka ទុន ខ្សោយ មិន អាច បន្ត ដំណើរ ទៅ មុខ ទៀត បាន ទេ គ្រោះថ្នាក់ របស់ មហាហាន ក៏ ដោយ សារ តែ ក្រុម កន្សែង លឿង ផង ដែរ គឺ ពេល ដែល ក្រុម កន្សែង លឿង បះបោ យាន សាវ ក៏ បាន បើក ដៃ ឲ្យ តុង ជ័រ យក ទ័ព ពី ស៊ី លៀង ទៅ ចូល រាជធានី ធ្វើ ឲ្យ តុង ជ័រ មាន ឱកាស យក ព្រះ មហាក្សត្រ ដែល មក ធ្វើ ជា អាយ៉ង បញ្ជា តាម ចិត្ត ក្រោយ ពេល ដែល ចាញ់ Richka មក គាត់ មាន នៅ សល់ គ្នា ច្រើន អ្នក ទៀត ប៉ុន្តែ នៅ ក្នុង ប្រឡំ លោក គេ និយាយ 2 នាក់ ដែល ជា គ្នា របស់ គាត់ ដែល មាន វិជា គុណ ខ្លាំង ប៉ុន្តែ ខ្ញុំ ក៏ មិន បាន និយាយ ពី តួ អង្គ ម្នាក់ ទៀត ដែរ ចឹង យើង និយាយ តួ អង្គ ដែល បង្ហាញ មុខ នៅ ក្នុង សាមកុង 2010 ទៅ គឺ ជា ឆាង នឹង ឯង ហើយ ខ្ញុំ ក៏ ធ្លាប់ សន្យា ពី វីដេអូ មុន ថា ខ្ញុំ នឹង និយាយ ឥឡូវ ខ្ញុំ បាន រក វា ឃើញ ហើយ ក៏ យក វា មក និយាយ ប្រាប់ បងប្អូន ហើយ ចំពោះ បងប្អូន យល់ យ៉ាង ណា ចំពោះ ចៅ ឆាង កុំភ្លេច ជួយ ប្រាប់ ខ្ញុំ ផង ហើយ បើ សិន ជា វីដេអូ មួយ នេះ ខ្ញុំ និយាយ ទៅ មាន កន្លែង ណា មិន ត្រឹម ត្រូវ ខុស លោះ អ្វី ក៏ សូម ខន្តាអភ័យ ទោស ព្រោះ នេះ គឺជា អ្វី ដែល ខ្ញុំ បាន ដឹង ខ្ញុំ ចែករំលែក ទៅ កាន់ អ្នក ទាំង អស់ គ្នា ហើយ វីដេអូ ក្រោយ យើង នឹង ជួប គ្នា ជាមួយ តួ អង្គ ផ្សេង ទៀត ហើយ បងប្អូន ដែល មិន ទាន់ បាន ចុច Subscribe Channel របស់ ខ្ញុំ កុំភ្លេច ជួយ ចុច Subscribe ម្នាក់ មួយ ផង ដើម្បី ឲ្យ ខ្ញុំ មាន កម្លាំង ចិត្ត ក្នុង ការ រក ប្រវត្តិ តួ អង្គ នីមួយៗ មក ចែក ជូន ដល់ បងប្អូន ទាំង អស់ គ្នា ស្ដាប់ ហើយ ចែករំលែក ពី អ្វីៗ ទៅ កាន់ អ្នក ទាំង អស់ គ្នា ចែករំលែក ពី អ្វី ដែល យើង ដឹង យើង មើល រឿង តែ មួយ មុខ គឺ មិន អស់ ចិត្ត ទេ គឺ ចង់ ដឹង ចឹង ហើយ ត្រូវ តែ ស្រាវជ្រាវ ពេល ដែល ខ្ញុំ ស្រាវជ្រាវ បាន ខ្ញុំ ក៏ ចែក ជូន ដល់ បងប្អូន ចឹង វីដេអូ របស់ ខ្ញុំ ថ្ងៃ ហ្នឹង គឺ មាន តែ ប៉ុណ្្នឹង ឯង បើ សិន ជា មាន កន្លែង ណា ដែល បងប្អូន ដឹង ពី ចៅ ឆាង ច្រើន ចឹង ហ្នឹង កុំភ្លេច ជួយ comment ប្រាប់ ខ្ញុំ ផង ឲ្យ ខ្ញុំ បាន ដឹង ដែរ ជម្រាប លា ជួប គ្នា នៅ វីដេអូ ក្រោយ ទៀត